Tuesday បងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel 中文教学听速经。今天我们来学习句子快乐的方法。ចាថ្ងៃនេះយើងមករៀនពីប្រយោគវិធីសាស្ត្រនៃភាពសប្បាយរីករាយ第一喜欢每天自己做的工作喜欢每天自己做的工作ចូលចិត្តការងារដែលខ្លួនឯងធ្វើជារៀងរាល់ថ្ងៃចូលចិត្តការងារដែលខ្លួនឯងធ្វើជារៀងរាល់ថ្ងៃ第二不喜欢跟别人比较不喜欢跟别人比较មិនចូលចិត្តប្រៀបធៀបនឹងអ្នកដទៃមិនចូលចិត្តប្រៀបធៀបនឹងអ្នកដទៃ第三生活越简单越快乐生活越简单越快乐ជីវិតកាន់តែសាមញ្ញកាន់តែសប្បាយរីករាយជីវិតកាន់តែសាមញ្ញកាន់តែសប្បាយរីករាយ第四说好话做好事存好心说好话做好事存好心និយាយពាក្យសម្ដីល្អធ្វើរឿងល្អសន្សំចិត្តល្អនិយាយពាក្យសម្ដីល្អធ្វើរឿងល្អសន្សំចិត្តល្អ大家学会了吗？好，谢谢大家的关注，Thank you。